សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តតាក់ទងជាមួយនឹងអត្តចរិតនៃឆ្នាំនីមួយៗដែលក្នុងវីដេអូនេះយើងមកដល់មនុស្សដែលកើតឆ្នាំរោងហើយនិយាយតាក់ទងជាមួយនឹងធាតុដែលកើតនៅក្នុងឆ្នាំផ្សេងៗសម្រាប់ភាគ2នេះផងដែរអញ្ចឹងនាងខ្ញុំសូមលើកជាដំបូងតាក់ទងជាមួយនឹងមនុស្សដែលកើតឆ្នាំគេហៅថារោងធាតុឈើដែលមានថ្ងៃឆ្នាំកំណើតហ្នឹងគឺថ្ងៃទី16ខែ2 1904រហូតដល់ថ្ងៃទី3ខែ2 1905ហើយឆ្នាំបន្តគឺថ្ងៃទី13ខែ2 1964ហើយដល់ថ្ងៃ1ខែ2 1965និងឆ្នាំកំណើតបន្ទាប់គឺថ្ងៃទី10ខែ2 2024រហូតដល់ថ្ងៃទី28ខែ1 2025អញ្ចឹងអ្នកដែលកើតនៅក្នុងឆ្នាំដែលនាងខ្ញុំរៀបរាប់ហ្នឹងគឺជានាគន័យថាឆ្នាំរោងធាតុឈើនឹងឯងអញ្ចឹងនាគទាំងនេះគឺខ្លីគួរឲ្យកត់សម្គាល់ដឹងខ្លួននិងមិនសូវមានទំនាក់ទំនងទំនោរទៅរកការរិះគន់កំហុសរបស់អ្នកដទៃច្រើនជាងគេគឺជានាគដែលរីករាយតិចបំផុតក្នុងចំណោមនាគទាំងអស់យ៉ាងណាក៏ដោយពួកគេគឺជាអ្នកប្រយុទ្ធដែលអាចទប់ទល់នឹងភាពអយុត្តិធម៌និងផ្ដល់ជំនួយអានេះសម្រាប់នាគធាតុឈើអញ្ចឹងនាងខ្ញុំសូមបន្តទៅកាន់មនុស្សកើតឆ្នាំរោងធាតុភ្លើងម្ដងដែលមានថ្ងៃឆ្នាំកំណើតគឺកើតនៅថ្ងៃទី3ខែ2 1916រហូតដល់ថ្ងៃទី22ខែ1 1917ពីថ្ងៃទី31ខែ1 1976រហូតដល់ថ្ងៃទី17ខែ2 1977ហើយនឹងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី28ខែ1 2036រហូតដល់ថ្ងៃទី14ខែ2ឆ្នាំ2037នេះសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំទាំងអស់នេះគឺចូលទៅកាន់មនុស្សកើតនៅក្នុងឆ្នាំរោងហៅថាធាតុភ្លើងអញ្ចឹងនាគដែលស្ថិតនៅក្រោមឥទ្ធិពលនៃភ្លើងគួរប្រុងប្រយ័ត្នព្រោះតែងតែមានអ្នកណាម្នាក់ដែលចង់ប្រើភាពសប្បុរសនិងភាពកក់ក្ដៅរបស់ពួកគេក្នុងគោលបំណងអីមួយម្យ៉ាងអញ្ចឹងទៅពួកគេឧស្សាហ៍ព្យាយាមខ្លាំងហើយបំពេញភារកិច្ចការងាររបស់ពួកគេបានយ៉ាងល្អអញ្ចឹងបានន័យថាអ្នកដែលគាត់កើតនៅក្នុងឆ្នាំរោងហើយធាតុភ្លើងហ្នឹងគឺថាប្រុងប្រយ័ត្នត្រង់ចំណុចនេះវាអាចថាពេលខ្លះគាត់ចិត្តល្អពេកឬមួយក៏គិតថាជួយគេក្នុងគោលបំណងល្អអញ្ចឹងទៅប៉ុន្តែត្រូវបានអ្នកដែលគាត់ត្រូវជួយឬក៏អ្នកនៅក្បែរហ្នឹងយកសេចក្តីល្អរបស់គាត់ហ្នឹងប្រើប្រាស់ដើម្បីជាផលប្រយោជន៍របស់ពួកគេអញ្ចឹងសូមប្រុងប្រយ័ត្នបន្តិចត្រង់ចំណុចហ្នឹងអញ្ចឹងនាងខ្ញុំសូមចូលទៅកាន់អ្នកដែលកើតឆ្នាំរោងធាតុដីដែលមានថ្ងៃឆ្នាំកំណើតថ្ងៃទី23ខែ1 1928រហូតទៅដល់ថ្ងៃទី9ខែ2 1929អ្នកដែលកើតនៅក្នុងថ្ងៃទី17ខែ2 1988រហូតដល់ថ្ងៃទី5ខែ2 1989និងអ្នកដែលកើតនៅក្នុងឆ្នាំថ្ងៃទី14ខែ2 2048រហូតដល់ថ្ងៃ1ខែ2 2049និងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុដីចឹងនាគទាំងនេះគឺជាអ្នកការទូតដែលមានការយល់ដឹងនិងប៉ិនប្រសប់ណាស់ផ្ទុយទៅនឹងនាគដតីទៀតពួកគេមានទំនោរទៅនឹងក្រុមគ្រួសាររបស់ពួកគេនិងមើលថែបានយ៉ាងល្អពីមនុស្សជាទីស្រឡាញ់របស់ពួកគេក៏មានទំនោរទៅជាសុភាពរាបសារជាងនិងគួរឲ្យស្រឡាញ់ផងដែរអញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុដីឥឡូវនេះខ្ញុំសូមបន្តទៅកាន់អ្នកដែលកើតនៅក្នុងឆ្នាំរោងហើយធាតុដែកដែលមានថ្ងៃឆ្នាំកំណើត
គឺថ្ងៃទី8ខែ2 1940ថ្ងៃទី26រហូតដល់ថ្ងៃទី26ខែ1 1941និងឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃ5ខែ2 2000រហូតដល់ថ្ងៃទី23ខែ1 2001ហើយឆ្នាំកំណើតផ្សេងទៀតគឺថ្ងៃទី2ខែ2 2060រហូតដល់ថ្ងៃទី20ខែ1 2061អញ្ចឹងគេថានាគបានន័យថានាគធាតុដែកហ្នឹងដែលលោហៈធាតុនាំនៅសញ្ញានៃភាពថ្លៃថ្នូររបស់នាគទាំងនេះមានឥរិយាបថបែបអភិជនធ្វើឲ្យអ្នកជំវិញខ្លួនមានអាកប្បកិរិយាដ៏អស្ចារ្យនិងមានសុជីវធម៌ដ៏ល្អឥតខ្ចោះពួកគេមើលឃើញច្បាប់ដែលបង្កើតឡើងយ៉ាងខ្លាំងហើយរស់បដិសេធភាពចង់និយាយថាបដិសេធភាពថ្មីថ្មោងហ្នឹងគឺជាអត្តចរិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុដែកឥឡូវនេះខ្ញុំសូមចូលទៅកាន់មនុស្សដែលកើតឆ្នាំរោងធាតុទឹកដែលមានថ្ងៃឆ្នាំកំណើតថ្ងៃទី27ខែ1 1952រហូតដល់ថ្ងៃទី13ខែ2 1953និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី23ខែ1 2012ហើយ23ខែ1 2012រហូតដល់ថ្ងៃទី9ខែ2 2013និងថ្ងៃកំណើតផ្សេងទៀតគឺថ្ងៃទី19ខែ2 2072រហូតដល់ថ្ងៃទី6ខែ2 2073អញ្ចឹងនាគទឹកទាំងនេះគឺហៅថានាគទាំងនេះផ្ទុះឡើងដោយមានមោទនភាពខ្លួនឯងយ៉ាងខ្លាំងហើយមើលងាយអ្នកដទៃដែលនៅចិត្តបំផុតពួកគេមានទំនោរដើរតួជាអ្នកពិសេសភាពទន់ខ្សោយរបស់ពួកគេគឺការពេញចិត្តនឹងការរីករាយដែលមិនសំខាន់ដែលពួកគេទទួលបានពីការសរសើរហើយគ្មានន័យនិងសញ្ញានៃការសរសើរបានន័យថាចង់អ្នកដតីនឹងលើកជើងគាត់មិនអីចឹងទៅគាត់ទទួលយកទាំងអស់ចង់និយាយថាទាំងដែលពេលខ្លះវាគ្រាន់តែជាការសរសើរដែលមិនពិតចឹងណានាគទាំងនេះมันអាចបែងចែកបានទេរវាងអ្នកមានន័យថាល្អនិងអ្នកណាចេញដើម្បីទទួលពួកគេចេញមកបានន័យថាអ្នកណាមានបំណងល្អទៅសើពួកគាត់ពិតប្រាកដអ្នកណាមានបំណងមិនល្អគ្រាន់តែលក្ខណៈសរសើរបញ្ចោចបញ្ចាលើកជើងអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងអត្តចរិតរបស់មនុស្សដែលកើតនៅក្នុងឆ្នាំរោងហើយមានធាតុអីខ្លះនៅក្នុងឆ្នាំកំណើតណាខ្លះនៅក្នុងភាគ2នេះបានមកដល់ទីបញ្ចប់ត្រឹមនេះអរគុណច្រើនសម្រាប់ការចូលមកកាន់ទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជួយចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា